ជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពយើងបន្តទៀតជាថ្ងៃនេះខ្ញុំលើកយកអត្ថបទសុខភាពមួយដែលនិយាយអំពីភេសជ្ជៈដែលជួយខួរក្បាលយើងឲ្យបានល្អនៅពេលយប់គឺយើងដឹងហើយថាសប្តាហ៍នេះមនុស្សមួយចំនួនពិបាកគេងមានន័យថាយើងគេងអត់ស្រួលទេនៅពេលយប់យើងអាចគេងបាន1ម៉ោង2ម៉ោងដោយសារតែយើងខួរក្បាលយើងព្យាយាមគិតមុននឹងយើងចូលគេងអញ្ចឹងដើម្បីកាត់បន្ថយនៅបញ្ហាទាំងអស់ហ្នឹងយើងមានផ្លែឈើមួយដែលជំនួយខួរក្បាលយើងឲ្យស្ងប់ស្ងាល់នៅពេលយប់អញ្ចឹងសម្រាប់ភេសជ្ជៈទី1គឺទឹកដោះគោក្តៅអ៊ុនៗទឹកដោះគោក្តៅអ៊ុនៗវាសម្បូរទៅដោយសារធាតុជួយបង្កើនអរម៉ូនមេឡាតូនីនជួយជំរុញការគេងមុនពេលចូលគេងឆុងទឹកដោះគោក្តៅអ៊ុនៗមួយពែងវាជួយឲ្យខួរក្បាលយើងបានស្ងប់ល្អហើយវាបញ្ចេញសារធាតុដែលធ្វើឲ្យយើងគេងលក់ស្រួលចំពោះភេសជ្ជៈទី2គឺប្រភេទតែដែលមានឈ្មោះថាតែខាម៉ូម៉ាល់តែខាម៉ូម៉ាល់ជាប្រភេទភេសជ្ជៈដ៏ល្អបំផុតមួយសម្រាប់អ្នកគេងលក់វាមានឥទ្ធិពលក្នុងការកាត់បន្ថយការរលាកក្នុងខ្លួនដូចជាការបំបត្តិការថប់អារម្មណ៍សម្រាប់តែនេះវាមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលហៅថា Apigenin ដែលមាននៅក្នុងតែខាម៉ូម៉ាល់អញ្ចឹងចំពោះភេសជ្ជៈទី3គឺទឹកផ្លែស្ទ្របែរីទឹកផ្លែស្ទ្របែរីវាសម្បូរទៅដោយសារធាតុជំរុញការគេងព្រោះវាមានសារធាតុត្រេប្តូផាននិងមេឡាតូនីនការទទួលទឹកផ្លែស្ទ្របែរីមួយកែវមុនពេលចូលគេងអាចបង្កើនគុណភាពនៃការគេងរបស់អ្នកហើយធ្វើឲ្យអារម្មណ៍យើងបានស្ងប់ល្អចំពោះភេសជ្ជៈទី4គឺទឹកចេកអញ្ចឹងការផឹកទឹកចេកមុនចូលគេងជួយបង្កើនអារម្មណ៍សំណុកស្រួលពេញមួយថ្ងៃសារចេកវាសម្បូរទៅដោយម៉ាញ៉េស្យូមនិងប៉ូតាស្យូមដែលមានប្រសិទ្ធភាពខ្ពស់នៅក្នុងការបន្ធូរសាច់ដុំជំរុញឲ្យខួរក្បាលយើងបានស្ងប់ស្ងាត់មុនចូលគេងលើសពីនេះទៅទៀតភេសជ្ជៈនេះផ្ទុកនៅអាស៊ីតអាមីណូដែលជាសារធាតុជួយសម្រួលខួរក្បាលយើងចំពោះភេសជ្ជៈចុងក្រោយគឺទឹកដោះគោអាម៉ុនទឹកដោះគោអាម៉ុនត្រូវបានផលិតចេញពីគ្រាប់អាម៉ុនទាំងមូលដែលសម្បូរទៅដោយសារធាតុចិញ្ចឹមនិងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពខួរក្បាលអត្ថប្រយោជន៍គួរឲ្យកត់សម្គាល់បំផុតគឺវាជួយឲ្យអ្នកគេងលក់បានស្រួលភេសជ្ជៈនេះជាការរួមបញ្ចូលគ្នានៃត្រេប្តូផានម៉ាញ៉េស្យូមនិងមេឡាតូនីនដែលទាំងអស់នេះជួយឲ្យរាងកាយនិងចិត្តរបស់យើងបានសម្រាកអូខេអញ្ចឹងសង្ឃឹមថាអត្ថបទនេះវាជាប្រយោជន៍មួយសម្រាប់ឲ្យខួរក្បាលរបស់អ្នកបានល្អអរគុណជួបគ្នានៅអត្ថបទបន្ត